ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានផ្អកឆាហើយផ្អកយើងទិញមកយើងកាត់វាដុំហើយយកវាទៅលាងទឹកហើយផ្នែកបន្លែរបស់យើងមានត្រប់មានតសក់មានសណ្តែកគួរមានស្ពៃក្តោបបន្តិចនឹងឯងហើយនឹងមានស្លឹកខ្ទឹមបងប្អូននៅខាងក្រោមហើយនឹងមានគ្រឿងផ្សំយកមកឆានឹងមានខ្ទឹមក្រហមខ្ទឹមសមានកញ្ច្រាំមានមូលមានម្ទេសមានស្លឹកក្រូចផងដែរហើយខ្ញុំក៏ចាប់ផ្ដើមដាក់ខ្លាញ់ឲ្យក្តៅហើយខ្ញុំដាក់ទឹកក្រូចបំពងស្លឹកក្រូចឲ្យស្រួយសិនយើងក៏កូរវាបន្តិចមកហើយក៏វាស្រួយហើយយើងក៏លើកវាចុះសិនមកយើងដាក់វាមួយឡែកសិនបន្ទាប់មកយើងយកខ្ទឹមក្រហមខ្ទឹមសដុំហ្នឹងហើយនឹងម្ទេសយកវាមកឆាឲ្យឈ្ងុយណាបងប្អូនឆាវារហូតប្រយ័ត្នវាខ្លោចឆាវាដល់ទៅឈ្ងុយដល់ទៅវាក្រៀមល្អបន្តិចមកយើងក៏ចាប់ផ្ដើមដួសវាទុកមួយឡែកដែររួចហើយយើងយកខ្លាញ់ចេញពីខ្ទះឲ្យអស់ទៅយើងចាក់ត្រីចូលអត់បាច់ដាក់ទឹកទេបងប្អូនយើងគ្រាន់តែងាស់ឲ្យវាចេញទឹកព្រៃវាអស់មកហើយយើងកូរវារហូតណាមកទឹកព្រៃវាចេញមកច្រើនណាបងប្អូនអាទឹកហ្នឹងនៅពេលដែលយើងឆាជាមួយខ្លាញ់វាអត់ទៅណាទេវាឆ្អិនក្រហមហើយយើងក៏លើកវាដាក់ចុះសិនមួយឡែកសិនមកទម្លាក់ចុះហើយយើងលាងខ្ទះបន្តិចមកហើយយើងក៏ដាក់ខ្លាញ់ឲ្យក្តៅហើយដាក់ខ្ទឹមសដែលយើងច្រាំនឹងចូលហើយយើងដាក់ស្ករសយើងដាក់រៀងច្រើនប្រអប់របស់យើងរៀងប្រៃអញ្ចឹងហើយយើងដាក់ស្ករសរៀងច្រើនបន្តិចហើយបន្ទាប់ពីកូរវារៀងក្រហមបន្តិចហើយយើងមើលថាវាក្រហមហ្នឹងណាយើងក៏ចាប់ផ្ដើមដាក់ទឹកត្រីបន្តិចកុំដាក់ច្រើនពេកបងប្អូនហើយដាក់ទឹកស៊ីអ៊ីវបន្តិចបើយើងដាក់ទឹកត្រីទឹកស៊ីអ៊ីវឆានឹងអត់ឈ្ងុយទេបងប្អូនហើយយើងក៏ចាប់ផ្ដើមចាក់ប្រអប់យើងចូលទៅហើយយើងឆាវាណាឆាវារហូតប្រយ័ត្នវាខ្លោចហើយយើងក៏ឆាវារហូតហើយយើងក៏ចាប់ផ្ដើមដាក់ប៊ីចេងហើយយើងក៏ឆាវារហូតយើងឆាប្រអប់យើងត្រូវដាក់ប្រេងសណ្តែកច្រើនណាបើយើងដាក់ប្រេងសណ្តែកតិចវានឹងបែកសាច់ប្រអប់អស់លលីងអញ្ចឹងហើយយើងត្រូវដាក់ប្រេងច្រើនហើយបើយើងភ្លក់ទៅប្រអប់នឹងមានរាងប្រៃយើងក៏ថែមស្ករបន្តិចទៅណាដើម្បីកាត់បន្ថយភាពប្រៃរបស់វាហើយយើងត្រូវបន្ថែមប្រេងខ្យងបន្តិចផងណាដើម្បីរសជាតិកាន់តែឆ្ងាញ់យើងឆាវារហូតទៅឆាវាឲ្យក្រៀមល្អបន្តិចយើងក៏ចាប់ផ្ដើមដាក់គ្រឿងដែលយើងឆាពីលើកមុនហ្នឹងមានស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមនិងម្ទេសហើយយើងក៏មានខ្ទឹមស្លឹកខ្ទឹមហ្នឹងយើងដាក់លម្អពីលើម្ហូបយើងផងដែរយើងឆាវាបន្តិចទៅឥឡូវវាឆ្អិនហើយយើងចាប់ផ្ដើមយកបន្លែវាមកលាងបន្តិចមកយើងលាងឲ្យស្អាតហើយយើងក៏ដាក់វាសម្រស់មួយឡែកហើយយើងយកបន្លែមកដេកូហើយយើងក៏ចាប់ផ្ដើមដួសប្រអប់ដាក់យើងមិនបាច់ដួសអាខ្លាញ់នឹងដាក់ទេណាបងប្អូនយើងដួសតែសាច់ត្រីមកដាក់ហ្នឹងបានដេកូចានបងប្អូនចង់ដាក់បែបណាក៏បាន